ប្រតិភូខេត្តដុងថាបប្រទេសវៀតណាមជូនពរថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់អាយដាមមរាប្រធានក្រុមប្រឹក្សាខេត្តនិងអាយដាមខុយរីដាអភិបាលខេត្តពោធិ៍សាត់នាថ្ងៃទី2ខែមេសាឆ្នាំ2025នេះបានទទួលស្វាគមន៍គណៈប្រតិភូខេត្តដុងថាបដឹកនាំដោយអាយដាមហ្វីងមីងថ្វិនសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបកខេត្តដុងថាបនិងអាយដាមវៀងថាញ់វ៉ាន់អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបងក្នុងឱកាសអញ្ជើញអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំអសាញ់សប្បស័កពុទ្ធសករាជ2568គ្រិស្តសករាជ2025ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះអាយដាមហ្វីងមីងថ្វិនសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណៈបកខេត្តបានថ្លែងតាមរយៈជំនួបថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អនិងកិច្ចសហប្រតិបត្តិការរវាងខេត្តដុងថាបនិងខេត្តពោធិ៍សាត់គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរវៀតណាមកម្ពុជាការសហការគ្នាយ៉ាងល្អប្រសើរនេះជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ដល់ចំណងសាមគ្គីភាពមិត្តភាពយូរអង្វែងទាំងការដឹកនាំនិងការអភិវឌ្ឍអាយដាមហ្វីងមីងថ្វិនបានបន្តថាប្រទេសយើងទាំងពីរតែងតែពង្រឹងនិងពង្រីកការលើកកម្ពស់ទំនាក់ទំនងឲ្យរីកចម្រើនដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀតដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាពលរដ្ឋនិងប្រទេសទាំងពីររួមចំណែកជាវិជ្ជមានដល់សន្តិភាពស្ថិរភាពនិងភាពរុងរឿងស្របទៅតាមបាវចនានៃការទំនាក់ទំនងប្រទេសទាំងពីរភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែងក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះអាយដាមហ្វីងមីងថ្វិនព្រមទាំងគណៈប្រតិភូអមដំណើរនិងឯកអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបងសូមគោរពជូនពរអាយដាមមរាប្រធានក្រុមប្រឹក្សាខេត្តនិងអាយដាមខុយរីដាអភិបាលខេត្តពោធិ៍សាត់ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតទទួលបាននៅជោគជ័យគ្រប់ភារកិច្ចនិងជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយអាយដាមខុយរីដាអភិបាលខេត្តពោធិ៍សាត់បានសម្ដែងនៅសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូខេត្តដុងថាបនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលអញ្ជើញមកទស្សនកិច្ចនិងចូលរួមអបអរសាទរជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនថ្នាក់ដឹកនាំនិងប្រជាជនក្នុងខេត្តពោធិ៍សាត់នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះជាការពិតណាស់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្តយើងទាំងពីរពោធិ៍សាត់ដុងថាបក្នុងរយៈកាលកន្លងមកនេះជានិច្ចកាលបានបន្តកិច្ចសហប្រតិបត្តិការល្អនិងធ្វើការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នាក្នុងស្មារតីមិត្តភាពសាមគ្គីភាពជាបងប្អូនល្អនិងជាប្រទេសដែលមានភូមិផងរបងជាប់គ្នាជាមួយគ្នានេះយើងក៏មិនអាចបំភ្លេចបាននៅគុណបំណាច់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាបដិជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងនោះក៏មានកងទ័ពស្ម័គ្រចិត្តរបស់ខេត្តដុងថាបផងដែរអាយដាមអភិបាលខេត្តសូមឆ្លៀតយកឱកាសនេះជម្រាបជូនផងដែរថាបច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងស្វាហាប់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់អភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើននិងជាភាពប្រជាជនឲ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀតនិងសម្ដៅចូលរួមចំណែកសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050អាយដាមខុយរីដាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមហ្វីងមីងថ្វិនសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណៈបកខេត្តនិងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាបនិងអាយដាមវៀងថាញ់វ៉ាន់អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបងព្រមទាំងលោកស្រីថ្នាក់ដឹកនាំមន្ត្រីរាជការកម្មាភិបាលកងកម្លាំងប្រដាប់អាវុធនិងគណៈកម្មាធិការប្រជាជនខេត្តដុងថាបនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានអញ្ជើញមកទស្សនកិច្ចនិងចូលរួមអបអរសាទរជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំនិងប្រជាជនខេត្តពោធិ៍សាត់និងសូមបានជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយសូមបាទចៅតាំងឲ្យគុណទៅសូមអបអរសាទរសូមតែដល់អបអរសាទរសូមតែដល់អបអរសាទរ
Đen bà muối phê bơi bà muối phê bơi